បាទសួស្តីអ្នកនរគ្នាអញ្ចឹងយើងតមេរៀនយើងបន្តទៀតយើងចូលទៅកាន់ tool ពីរនេះបាទចំពោះពណ៌ខ្មៅនេះគេហៅថា set foreground color ចំណែកឯពណ៌សនេះគេហៅថា set background color នៅពេលដែលយើងចង់ធ្វើការបដូរពណ៌ foreground នេះយើងអាចធ្វើការចុចទៅលើវានឹងចេញជាផ្ទៃឲ្យយើងធ្វើការជ្រើសរើសអញ្ចឹងឧទាហរណ៍ថា foreground នេះខ្ញុំយកវាជាពណ៌ក្រហមហើយ background យើងអាចធ្វើការចុចទៅលើវាដើម្បីធ្វើការជ្រើសរើសជាពណ៌ដែលយើងចង់បានអញ្ចឹង foreground ជាពណ៌ក្រហម background ជាពណ៌ខៀវរបៀបប្រើរបស់វាករណីដែលយើងឈរទៅលើ background ឧទាហរណ៍ខ្ញុំឈរទៅលើ background នេះអញ្ចឹងខ្ញុំចុច control backspace អញ្ចឹងវានឹងចេញជា background ចេញជាពណ៌ខៀវហើយបើសិនខ្ញុំចង់បាន foreground ដែលពីមុខវិញយើងអាចធ្វើការចុច alt backspace វានឹងចេញជាពណ៌ក្រហមតែករណីនៅពេលដែលយើងធ្វើការចាក់ទៅលើ background បែបនេះវានឹងចេញជាបង្ហាញទៅលើ background អញ្ចឹងយើងអាចធ្វើការបង្កើតជា new layer មួយណាបង្កើតជា new layer មួយវាចេញជា layer អញ្ចឹងយើងអាចធ្វើការចាក់ទៅលើវាបានដោយប្រើអីគេ control backspace ឬក៏ alt backspace ដែលកន្លែងនេះយើងអាចធ្វើការបិទភ្នែកវាបានឬក៏បើកឬក៏យើងអាចធ្វើការដាក់វាមកខាងក្រោយអាស្រ័យទៅលើយើងចង់បានចំពោះ tool ពីរនេះយើងអាចធ្វើការចុចអក្សរ X ដើម្បីធ្វើការផ្លាស់ប្ដូរពណ៌ពី foreground មក background ពី background មក foreground បានយើងចុចអក្សរ X មកវានឹងផ្លាស់ប្ដូរពី background ទៅ foreground ពី foreground មក background ឬក៏យើងអាចចុចអក្សរ D ដើម្បីធ្វើការផ្លាស់ពណ៌ជាសខ្មៅអូខេវីដេអូនេះគឺមានតែប៉ុណ្្នឹងទេ foreground និង background អរគុណច្រើនចំពោះការទស្សនាចាំជួបជាមួយខ្ញុំនៅវីដេអូក្រោយបន្តទៀត